សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននៅព្រឹកថ្ងៃទី12ខែធ្នូឆ្នាំ2025នេះនាងខ្ញុំសូមអនុញ្ញាតធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការឈ្លានពានរបស់ភាគីសៀមមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5ភាគីថៃនៅតែបន្តការរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយបន្តធ្វើសកម្មភាពឈ្លានពានដោយប្រដាប់អាវុធសារជាថ្មីមកលើដែនអធិបតេយ្យរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងយោធាចាប់តាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025រហូតដល់ថ្ងៃទី12ខែធ្នូឆ្នាំ2025នេះស្ថានភាពនៃការគម្រាមកំហែងនិងការឈ្លានពានរបស់ភាគីថៃលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជាទី1ស្ថានភាពចូលមកនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង 22:00 នាទីយប់ថ្ងៃទី11ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 7:05 នាទីព្រឹកថ្ងៃទី12ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 22:08 នាទីយោធាថៃបានបាញ់កាំភ្លើងបំពាក់លើរថក្រោះនៅតំបន់ជាន់តែនិងតំបន់ផ្ទះតមុកនៅវេលាម៉ោង 22:37 នាទីយោធាថៃបានប្រើប្រាស់ Sniper បាញ់ចូលភូមិសាស្ត្រទួល95រហូតដល់ព្រឹកថ្ងៃទី12ខែធ្នូឆ្នាំ2025យោធាថៃបានបន្តធ្វើសកម្មភាពបាញ់ប្រហារនៅវេលាម៉ោង 12:15 នាទីរំលងអធ្រាត្រដោយបាញ់កាំភ្លើងត្បាល់និងកាំភ្លើងយន្តនៅក្នុងភូមិសាស្ត្រប្រាសាទតាមាន់និងប្រាសាទតាក្របីនៅវេលាម៉ោង 4:00 នាទីព្រឹកយោធាថៃបានចាប់ផ្ដើមប្រើប្រាស់កាំភ្លើងត្បាល់កាំភ្លើងយន្តនៅគ្រប់គោលដៅក្នុងតំបន់អានសេសអូភ្នំ500អូបកាស្នេហ៍ទ្វារដែកនិងភ្នំពងចាប់នៅវេលាម៉ោង 7:05 នាទីយោធាថៃបានចាប់ផ្ដើមវាយប្រហារដោយកាំភ្លើងធំគ្រប់ធន់នៅទីតាំងថ្មដូនជប់កគីនិងប្រាសាទតាក្របីចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងប់ស្ងាត់ទី2ស្ថានភាពជួរមុខនៅក្នុងសមរភូមិក្នុងទិសយុទ្ធភូមិភាគទី5ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាដោយគិតចាប់តាំងពីវេលាម៉ោង 22:00 នាទីថ្ងៃទី11ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី12ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 22:01 នាទីយោធាថៃបានប្រើប្រាស់បាញ់ផ្សែងពុលនៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 22:08 នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង 22:45 នាទីយោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រព្រៃច័ន្ទនិងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង 23:20 នាទីយោធាថៃបានប្រើប្រាស់កាំភ្លើងយន្តបាញ់ចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 23:38 នាទីយោធាថៃបានប្រើប្រាស់ drone ហោះស៊ើបការនៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទរហូតដល់ព្រឹកថ្ងៃទី12ខែធ្នូឆ្នាំ2025នៅវេលាព្រឹកម៉ោង 6:27 នាទីយោធាថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារបាញ់ផ្លោងចូលទៅក្នុងភូមិទំនប់ដាច់នៅវេលាម៉ោង 6:40 នាទីកម្លាំងថ្មើរជើងរបស់យោធាថៃបានចាប់ផ្ដើមធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 7:02 នាទីកម្លាំងថ្មើរជើងរបស់យោធាថៃបានចាប់ផ្ដើមធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 7:02 នាទីយោធាថៃបានចាប់ផ្ដើមបាញ់មកលើភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 7:10 នាទីយោធាថៃបានបាញ់ផ្លោងមកលើភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 7:20 នាទីយោធាថៃបានបាញ់ផ្លោងជ្រុំនៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទបន្តនៅវេលាម៉ោង 7:43 នាទីយោធាថៃបានប្រើប្រាស់រថពាសដែកចូលទៅក្នុងភូមិសាស្ត្របឹងត្រកួនខាងមុខភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង 7:57 នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្របឹងត្រកួនចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងប់ស្ងាត់
គួរឲ្យកត់សម្គាល់ផងដែរថានៅថ្ងៃទី11ខែធ្នូឆ្នាំ2025សកម្មភាពដ៏កម្រោលរបស់យោធាថៃនេះបានបើកការបាញ់ប្រហារដោយមិនរើសគោលដៅបាញ់ចូលក្នុងភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅជាពិសេសបាញ់ចំសាលារៀនរបស់កុមារនិងមន្ទីរពេទ្យបាញ់ផ្លោងចូលប្រាសាទតាក្របីនិងប្រាសាទព្រះវិហារដែលជាទីសក្ការៈរបស់កម្ពុជានិងជាបេតិកភណ្ឌរបស់មនុស្សជាតិទង្វើដ៏សាហាវនេះបានបង្ហាញពីភាពអសិលធម៌ដែលបង្ហាញពីការប្រមាថមាក់ងាយដល់អាយុជីវិតដល់វប្បធម៌អរិយធម៌និងជាទីសក្ការៈរបស់មរតកមនុស្សជាតិជាពិសេសជាមរតកដែលដូនតាខ្មែរបានកសាងបន្សល់ទុកដែលមានតម្លៃមិនអាចកាត់ថ្លៃបានក្រសួងការពារជាតិកម្ពុជាទាមទារឲ្យយោធាថៃបញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួនបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃបញ្ឈប់ការវាយប្រហារដោយមិនរើសអើងមិនរើសគោលដៅជាពិសេសទៅលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបញ្ឈប់ការប្រហារបំភ្លេចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃសម្រាប់កម្ពុជាប៉ុន្តែជាសម្បត្តិវប្បធម៌បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូលបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានលៀបពណ៌សប្រែទៅជាខ្មៅយោធាថៃត្រូវតែបង្ហាញពីភាពស្មោះត្រង់សុឆន្ទៈប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែនព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេប៉ុន្តែតាមរយៈសកម្មភាពជាក់ស្ដែងហើយកងទ័ពថៃអាចចាប់ផ្ដើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដោយដែលបានរៀបរាប់ខាងលើទន្ទឹមនេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃវិលត្រឡប់មកអនុវត្តនៅបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ក្រោមការធ្វើជាសាក្សីរបស់អាដាមប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំនិងអាដាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមជាប្រធានអាស៊ានបដូវវេនក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិកោតទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់កម្ពុជាបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការគោរពការអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ភ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមកំហែងឬក៏ការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិសូមគូបញ្ជាក់ផងដែរថាវីរៈកងទ័ពកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយកម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំឬការបំផិតបំភ័យទោះក្នុងទម្រង់ណាមួយឡើយសូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនកម្ពុជារួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាននិងដោយមិនងាករេជាដាច់ខាតទោះបីក្នុងតម្លៃណាក៏ដោយ Greetings to the general public member of the press. This morning I would like to update you on the situation of the Thai invasion of Cambodian territory in 4th and 5th military regions on December 12, 2025.
The Thai sides continue to violate the ceasefire and the joint declaration by the Prime Minister of the Kingdom of Cambodia and the Kingdom of Thailand signed by the Cambodian and Thai side on October 26, 2025 by continuing to carry out armed aggression against Cambodia's territorial integrity up until this morning on December 12, 2025. The situation of threat and aggression by the Thai side against certain areas within the sovereign territory of Cambodia. The frontline situation at the 4th Military Region. Timeline of attack launched by Thai military force from 10 p.m. December 11 until 7:05 a.m. December 12, 2025. At 10:08 p.m., the Thai military fired from tanks, mount machine gun in Chom Tai and Tamok area. At 10:37 p.m., the Thai military used sniper at Tul Kau Pram. On the morning of December 12, 2025, the midnight, the 12:15 a.m., the Thai military fire with mortar and machine gun at Tamon and Ta Krop Bay Temple. At 4 a.m., the Thai began firing with mortar and machine guns on all targets at Anses, Phnom 500, Op Ka Snae, Thuy Dai, and Phnom Pong Chap areas. At 7:05 a.m., the Thai military began firing with various types of heavy artillery on Thmo Don, Chup Koki, and Ta Krop Bay Temple area. The situation in other areas remained calm. The front line of situation in 5th Military Region. Timeline of attack launched by Thai military force from 10 p.m. December 11, 2025 until 8 a.m. December 12, 2025. At 10:01 p.m., Thai military used toxic gas into the area of Praychan village. At 10:08 p.m., Thai military continued sailing into the area of Bang Trakun. At 10:45 p.m., Thai military continued sailing into the area of Praychan and Bang Trakun. At 11:20 p.m., Thai military fired machine guns into the area of Praychan village. At 11:38 p.m., Thai military operated reconnaissance drones to monitor the situation in Praychan area. On the morning of December 12, 2025, at 6:27 a.m., Thai military sailed into the area of Tum Nup Dat village. At 6:40 a.m., Thai military infantry entered Chok Chai village. At 7:02 a.m., Thai military infantry entered Praychan village. At 7:02 a.m., Thai military assaulted the area of Chok Chai village. At 7:10 a.m., Thai military sailed into the area of Praychan village. At 7:20 a.m., Thai military intensified sailing into the area of Praychan village. At 7:43 a.m., Thai military armored vehicle entered the area of Bang Trakun. At 7:57 a.m., Thai military sailed into the area of Bang Trakun. The situation in other areas remained calm. It should be noted that on December 11, 2025, this brutal acts of aggression of the Thai military indiscriminately opened fire targeting civilian areas, especially primary school and hospital, and further destroyed Ta Krop Bay and Preh Vihir temples, the highly sacred cultural site of Cambodia and the world cultural heritage. Such malicious acts reflect profound immorality and demonstrate a blatant disregard for culture, civilization, and the sacred heritage that form part of the shared legacy of humanity, especially the priceless culture, patrimony built and preserved by Khmer ancestors.
The Ministry of National Defense spokesperson demand that the Thai Army immediately cease all its aggressive action, stop spreading false information that distort the truth from a stop indiscriminate attack, especially on civilian and civilian infrastructure, and stop attack that destroy historical sites, which are not only the most valuable cultural asset for Cambodia, but also for all of humanity. The Thai Army must show sincerity and goodwill if Thailand truly desires real peace, because peace cannot come only through words, but only through concrete actions. The Thai Army can start by immediately ceasing all illegal activities as mentioned above. In this regard, Cambodia called on the Thailand to turn to honor the ceasefire agreement and the joint declaration between Cambodia, Thailand signed on October 26, 2025 with the auspicious witness of U.S. President Donald J. Trump and Malaysian Prime Minister His Excellency Anwar Ibrahim in his capacity as ASEAN rotating chairs. In dissent, Cambodia called on the international community strongly condemn Thailand's violation of the joint declaration and its repeated war crime and unlawful activity, as well as demand that Thailand take full responsibility for such brazen violation. Cambodia urged that Thailand immediately stop all hostile activity and withdraw its force from Cambodia's territorial integrity and avoid acts of aggression that threaten peace and stability in the region. Cambodia is firmly committed to respecting and implementing the terms of ceasefire agreement, the joint declaration between Cambodia and Thailand, as well as all agreements previously reached by both parties, with the highest sense of responsibility and goodwill, rather than resorting of acts of aggression or the use of force. Cambodia firmly adheres to resolving disputes through peaceful means in accordance with international law, the existing treaty, conventions, agreements, so as to seek solutions that is just, fair, long-lasting, and in compliance with international law. The Ministry of National Defense of Cambodia iterates that Cambodia's self-defense is solely targeted at the Thai military targets, not targeted at civilian areas, emphasizing that Cambodia consistently and strictly uphold all obligations under international law, especially international humanitarian law. It is also important to emphasize that the heroic Cambodian force will continue to stand strong, brave, and steadfast in their fight against the aggressor and remain vigilant in fulfilling their role to protect the territorial integrity of Cambodia. We also reaffirm our sovereign right to self-defense as enshrined in international law to protect the integrity of our territory and people at any cost. Cambodia will not succumb to coercion or intimidation in any form. We ask that all citizens continue to trust and encourage our brave troops who are fighting fiercely on all fronts. The royal government, the armed force, and the people of Cambodia are united as one in defending our territory, dignity, and sovereignty with courage and unwavering determination. សូមអរគុណចំពោះការតាមដានស្ដាប់នៃការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការរំលោភបំពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5នៅព្រឹកនេះចំពោះការវិវត្តថ្មីៗនាងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពនៅពេលក្រោយសូមអរគុណ